ជំរាបសួរលោកគ្រូនិងប្រិយមិត្តគ្នាខ្ញុំបាទឈ្មោះនុយ Gafon នៅថ្ងៃនេះខ្ញុំនឹងមកអានអំណាចមួយដើម្បីចំណងជើងថារឿងប្រាសាទអង្គរវត្តដែលដកស្រង់ចេញពីសៀវភៅថ្នាក់ទី10មានដំណើររឿងដូចតទៅថ្ងៃមួយមាននាងទេពធីតា5អង្គស្ថិតនៅលើឯប្រាសាទព្រះឥន្ទបានហោះមករត់បលែងគ្នាលេងនៅខាងកណ្ដាលបានឃើញផ្កាយនៅសួនច្បារតាលឹមសេងនេះស្គូស្គីប្រងព្រាតក៏បបួលគ្នាចុះទៅសួននោះទេពធីតាម្នាក់ឈ្មោះនាងទប់សតាច័ន្ទក៏បានបេះផ្ការបស់តាលឹមសេង6ទងពួកផ្កានោះមានផ្លុំក្រអូបសាយល្អចំណែកទេពធីតាឯទៀតបានដើរពាសពេញក្នុងសួនច្បារនោះដែរតែបានកាច់ផ្កាលេងទេលុះត្រឡប់ទៅឋានទេវតាវិញទេពធីតាស្លូតត្រង់ក៏បានទូលព្រះឥន្ទពីរឿងនាងទប់សតាច័ន្ទលួចបេះផ្កាគេព្រះឥន្ទក៏ទ្រង់ផ្តន្ទាទោសទប់សតាច័ន្ទឲ្យចុះមកឋានកណ្ដាលជាមួយមនុស្សចំនួន6ឆ្នាំនឹងត្រូវធ្វើជាប្រពន្ធតាលឹមសេងទៀតផងនាងទប់សតាច័ន្ទក៏បាននៅជាមួយតាលឹមសេងយូរមកនាងសង្កេតឃើញសេចក្តីលំបាកវេទនារបស់តានិងចិត្តស្មោះត្រង់របស់គាត់ក៏កើតមានចិត្តអាណិតតាខ្លាំងទៅរកមធ្យោបាយដោះបំណុលឲ្យតាលឹមសេងជាប្តីនាងបានត្បាញសម្ពត់សូត្រលក់ព្រមទាំងបង្ហាត់បង្រៀនវិជ្ជាត្បាញនេះម្នាក់ស្រុកទៀតមិនយូរប៉ុន្មានតាលឹមសេងក៏បានឡើងជាអ្នកម្នាក់មានអំណាចនិងគេរាប់រកជាច្រើនប្រហែលជាមួយឆ្នាំក្រោយមកនាងទប់សតាច័ន្ទបានបុតប្រុសម្នាក់ទារកនេះរពើរពន់ពេកនៅពេលដែលវាចេះជីកដីធ្វើជាកំពែងការពារពេលចង់អង្គុយវាគូលេងនៅលើដីធ្វើជារូបសត្វរូបមនុស្សគឺថាវាជួយគូលេងឥតចេះខ្ជិលឥតឈប់ឈរវាជាក្មេងពុំចេះនៅស្ងៀមមួយច្របក់ណាស់សោះឡើយអាស្រ័យហេតុដូច្នេះទើបម្ដាយដាក់ឈ្មោះថាព្រះពិស្ណុកាលោកកុមារមានវ័យ5ឆ្នាំនាងទប់សតាច័ន្ទក៏ភ័ព្វកំណត់ការផ្ដន្ទាទោសរបស់ព្រះឥន្ទហើយក៏ដល់ពេលនាងត្រឡប់ទៅឋានលើវិញដែរដើម្បីរំលឹករឿងនោះដល់តាជាប្តីនាងក៏បេះផ្កាចំនួន6ទងយកទៅដាក់លើខ្នើយដេករួចក៏ហោះទៅកាន់ឋានព្រះឥន្ទវិញដំណើរពីព្រះពិស្ណុកាវិញអ្នកខំរត់រកម្ដាយគ្រប់ចកល្អហើយប្រតាបានដឹងថាម្ដាយទៅណាសោះក៏មកក៏កាត់ទុករកទីបំផុតគ្មានទៅថ្ងៃមួយសួរឪពុកម្ដាយខ្ញុំជាអ្វីឪពុកឆ្លើយថាម្ដាយកូនឯងជាទេពធីតានាងត្រូវមកក្នុងឋានមនុស្សយើងនេះបានត្រឹមតែ6ឆ្នាំទេឥឡូវនាងត្រឡប់ទៅឋានទេវតាវិញហើយឋាននោះនៅឆ្ងាយណាស់ឪពុកមិនដឹងថាម្ដាយកូនឯងនៅត្រង់ណាទេកូននៅស្ងៀមម្ដាយជានឹកមករកម្ដាយឥតមានភ្លេចក៏សម្រេចចិត្តថាចេញទៅរកម្ដាយឲ្យទាល់តែឃើញទោះបីឪពុកខំនិយាយខលយ៉ាងណាក៏កុមារពុំយល់ស្របតាមជាដាច់ខាតព្រះពិស្ណុកាកុមារបានធ្វើដំណើរចេញទៅដើរកាត់ព្រៃលិចវាលចូលព្រៃពេលឃ្លាមបេះផ្លែរុក្ខជាតិនានាជាអាហារសម្លៀកបំពាក់ដែលហែករយាអស់ប៉ុន្តែដែលហេតុកុមារនេះមិនមានវាសនាល្អថ្ងៃមួយព្រះទេពធីតាបានចុះមកលេងលើភ្នំមួយហើយក្នុងបដាទេពធីតានោះមានព្រះនាងទប់សតាច័ន្ទមួយផងនាងកំពុងនាំគ្នាដាច់ផ្កាតាមដងព្រៃចောင်းជាបាច់កាលព្រះពិស្ណុកាបានឃើញស្ត្រីល្អដូច្នេះក៏ដឹងថាអស់ពេលជាច្រើនឆ្នាំមកហើយដែលអញដើរចេញពីទីភូមិដែលមានមនុស្សលោកនៅអញឥតបានជួបមនុស្សម្នាក់សោះសម្លៀកបំពាក់អញក៏រហែកដាច់ដាច់ហើយអញពុំអាចរកអ្វីមកផ្លាស់បានទេកាលពីយកស្លឹកឈើមកចង់បិទបាំងខ្លួនដូច្នេះមនុស្សស្រីទាំងឡាយក៏ល្អក្រៃលែងមកពីឋានណាជាពួកទេពធីតាឬកាត់ហើយបែបពីស្នូការរត់ពួនស្រីទៅនោះដល់មកជើកុមារក៏លើកដៃបួងសួងឡើងបើក្នុងស្ត្រីជាទេពធីតាទាំងអស់អត់មានម្ដាយខ្ញុំនៅនោះផងទេសូមមកហោះហើរទៅកាន់លំនៅគេវិញកុំឲ្យសល់ឡើយបើតែបើមានម្ដាយខ្ញុំនៅឋាននេះផងខ្ញុំសូមកុំឲ្យម្ដាយខ្ញុំហោះហើរទៅជាមួយគេរួចលុះបួងសួងដល់ចប់ហើយព្រះពិស្ណុកាក៏រត់ជិះសម្ដៅទៅកន្លែងដែលនាងទេពធីតានោះកំពុងលេងនាងទេពធីតាទាំងឡាយក៏បើឃើញកុមារមនុស្សលោកក៏ភ្ញាក់ផ្អើលស្ទុះហត់ទៅឋានលើអនុសរនាងទប់សតាច័ន្ទហោះហើរទៅនឹងគេពំរួចពេលពិស្ណុការរត់ទៅចាប់អោបនាងស្និទ្ធស្នាលជាទីបំផុតនាងទប់សតាច័ន្ទស្រែកយ៉ាងខ្លាំងថាតើកម្មអ្វីមកដែលតាមមកគ្រុបសង្កត់លើរូបខ្ញុំទៀតហើយខ្ញុំបានសោយទុកទោសដូចពីថាមនុស្សលោកហើយពេលខ្លះក៏មានមនុស្សលោកមកចាប់ដិតរួចខ្ញុំជាថ្មីទៀតដូច្នេះព្រះពិស្ណុកាស្រែកឡើងថាម៉ែខ្ញុំនេះត្រូវជាកូនម៉ែនាងទប់សតាច័ន្ទស្គាល់កុមារថាជាកូនខ្លួន
ពិតដោយសារតែសម្ដីដែលកុមារនិយាយដូច្នេះនាងក៏យំទួញសោកអាណិតកូនជាខ្លាំងហើយមានវាចាទៅកាន់កូនម៉ែឥតមានស្អប់ខ្ពើមឪពុកកូនឯងទេម៉ែតែងតែនឹកមកកូននិងឪពុកឯងពុំមានភ្លេចព្រមទាំងអ្នកភូមិផងរបងជាមួយឯងទៀតដែលម្ដាយធ្លាប់នៅជាមួយគេប៉ុន្តែជាតិជាទេពធីតាពុំអាចនៅជាមួយមនុស្សលោកបានយូរទេរាល់ថ្ងៃម្ដាយទៅបំពេញកិច្ចនៅចំពោះមុខព្រះភ័ក្ត្រព្រះឥន្ទ្រាធិរាជគឺសូមអង្វរឲ្យព្រះអង្គប្រទានពរដល់កូននិងឪពុកកូនកុំបីឯងកុំបីខានមិនតែប៉ុណ្ណោះមិនដែលបានទាំងទូលសុំព្រះឥន្ទឲ្យព្រះអង្គមេត្តាពេលដែលថ្លែងពីសេចក្តីនឹករលឹករួចហើយនាងទស្សថាច័ន្ទក៏នាំពាក្យពីស្នុកាទៅឋានទេវតាដល់ពេលដែលព្រះឥន្ទ្រាធិរាជយាងចេញមកតាមនោះទ្រង់ទតឃើញកុមារទ្រង់សួរនាងទស្សថាច័ន្ទតាមមនុស្សនេះជាអ្វីបានជានាងនាំមកដល់ក្នុងប្រាសាទយើងនាងទស្សថាច័ន្ទទូលថាជាបុត្រខ្ញុំម្ចាស់កាលខ្ញុំម្ចាស់ចោះទៅឯឋានមនុស្សលោករៀបការជាមួយលោកតាលឹមសេងនាងទស្សថាច័ន្ទបានទូលព្រះអង្គបន្ថែមថាបុត្រខ្ញុំម្ចាស់មានការប៉ិនប្រសប់ណាស់គឺចេះគូចេះឆ្លាក់នាំឲ្យមនុស្សលោកមានសេចក្តីកោតសរសើរស្ញប់ស្ញែងជាក្រៃលែងមកតែទោះតែកូនខ្ញុំម្ចាស់ចេះចំណេះទាំងនេះដែលឥតបានរៀនពីគ្រូណាសោះគឺវាចេះដោយសារកំណត់វាតែម្ដងបើឆ្លើយថាមែនហើយមនុស្សលោកណាចេះវិជ្ជាឥតគ្រូលោកប្រដូចនឹងមនុស្សឈួតបើដូច្នេះចូលឯងនាំកុមារនេះទៅជួបនឹងទេវដុតរងជាងឈើគេនឹងបរហាកុមារឲ្យចេះមុខវិជ្ជាប្លែកៗសិនរួចសុំឲ្យកុមារយើងទៅថាមនុស្សលោកវិញព្រោះកុមារមានសជាតិជាមនុស្សលោកបំអាចមកនៅទីឋាននេះរហូតបានទេព្រះពិស្ណុកាក៏ទៅជាមួយទេវបុត្រដែលជាអ្នកចេះដែលជាអ្នកបច្ចេកទេសខាងវិជ្ជាសិល្បៈនិងខាងសំណង់យុវជននោះខំរៀនគូរៀនឆ្លាក់រៀនលេងភ្លេងអំពីសំណាក់ទេវបុត្រជាគ្រូទាំងនោះបានចេះចាន់ស្ទាត់សពគ្រប់អស់គឺចេះសង់នាវាអាចបើកបរលើគោកបានចេះឆ្លាក់ប្រាក់ឆ្លាក់មាសចេះស្លដៃគ្រប់យ៉ាងចេះវិជ្ជាលាយទឹកហើយទឹកនោះបើកាលណាគេចាត់យាយលើដីឥដ្ឋដីនោះនឹងខ្លាយទៅជាថ្មសរុបសេចក្តីមកគឺចេះចាំទាំងអស់នៅមុខវិជ្ជាទាំងឡាយណាដែលទេវបុត្របានមករៀនហើយទេវបុត្របាននិយាយលើកទៅជិតកុមារដូច្នេះទៀតផងថាកិច្ចការដែលអ្នកបានចេះធ្វើទាំងប្រមាណនេះអាចគង់ថិតថេរអស់បានអស់ពេលជាច្រើនពាន់ឆ្នាំឯចំណែកការងាររបស់ខ្ញុំវិញអាចមានជីវិតត្រឹមមួយរាជការស្ដេចមួយព្រះអង្គប៉ុណ្ណោះទេឧបមាថាបើមហាក្សត្រមួយអង្គណាមួយបានសោយរាជសម្បត្តិទើបទង់សពបរិហារដតីឲ្យខ្ញុំសង់ប្រាសាទថ្វាយខ្ញុំអាចសង់ថ្វាយបានតែមួយរំពេចតែនៅថ្ងៃដែលព្រះមហាក្សត្រអង្គនោះទ្រង់សោយទាវកុធទៅប្រាសាទនោះក៏ត្រូវរលាយបាត់ក្នុងពេលនោះដែរដូច្នេះឃើញថារដ្ឋអំណាចរបស់ឯងមានអានុភាពខ្លាំងលើសលប់ពីរដ្ឋអំណាចរបស់យើងទេវបុត្រក៏នាំសេចក្តីទៅកាប់ត្រួតព្រះឥន្ទ្រាជអំពីលទ្ធផលដ៏ប្រសើរក្រៃលែងដែលបានកើតអំពីការអប់រំព្រះពិស្ណុកាព្រះឥន្ទក៏ទ្រង់សប្តិជាខ្លាំងហើយទ្រង់ទទួលស្គាល់ថាព្រះពិស្ណុកានឹងទៅជាអ្នកអប់រំដែលបង្ហាត់បរៀងមនុស្សលោកទាំងអស់ដែលកាន់ព្រះពុទ្ធសាសនាកាលព្រះឥន្ទមានព្រះបន្ទូលមកដល់ត្រង់នេះព្រះអង្គនឹកឃើញដល់ព្រះកេតុមាលាហើយព្រះអង្គទ្រង់ហោះចូលមកកាន់ប្រទេសកម្ពុជាពួកអ្នកយាមក៏នាំមកទទួលព្រះបាទទេវវង្សអស្ចារ្យថាមានសត្វពុំដែលស្គាល់ចូលមកពីឋានទេវតាមានភាពដូចមនុស្សមកតែមានពណ៌ខៀវមានពន្លឺចាំងដូចភ្លើងបានចូលក្នុងប្រាសាទព្រះបាទទេវវង្សអស្ចារ្យយាងប្រញាប់តម្រង់ទៅប្រាសាទព្រះអង្គហើយទ្រង់បានស្គាល់ថាជាព្រះឥន្ទពេលនេះក៏លោកជង្គង់ថ្វាយបង្គំពេលនោះព្រះឥន្ទសួរព្រះរាជាថាតើព្រះអង្គមានស្គាល់ព្រះរាជបុត្រយើងទេព្រះអង្គទេវអស្ចារ្យទូលថាទូលបង្គំពុំដែលស្គាល់ទេព្រះឥន្ទសួរកាលដែលព្រះអង្គកេតុមាលាទ្រង់ព្រះសម្ផស្សតើមានអភេទដូចម្ដេចព្រះបាទទេវវង្សអស្ចារ្យទូលថាឃើញពន្លឺខៀវលាតសន្ធឹងលើមេឃរួចសត្វតែមានកម្រងផ្កាធ្លាក់មកលើអគ្គមហេសីទូលព្រះបង្គំហើយមានអគ្គមហេសីទូលបង្គំមានផ្ទៃពោះឥឡូវប្រសពមកសន្មតនាមថាកេតុមាលាឥឡូវមានវ័យចម្រើនហើយព្រះឥន្ទមានបន្ទូលនឹងហើយគឺជាកូនយើងវាចុះមកចាប់បដិសន្ធិលើដូច្នេះព្រះបាទទេវវង្សអស្ចារ្យទ្រង់ក៏ត្រាស់ហៅព្រះកេតុមាលាឲ្យចូលមកព្រះឥន្ទក៏ចាប់លើព្រះរាជបុត្រកញ្ញាឲ្យឡើងលើព្រះឧរុផ្លូវរួចទ្រង់មានប្រាំបន្ទូល
វាដើមយើងឈ្មោះថាមានណប់យើងបានស្ថាបនាផ្លូវថ្នល់ស្ថាបនាទំនប់ទឹកសង់សាលាសង់ស្ពានយើងបានធ្វើបុណ្យដាក់ទានដល់អ្នកក្រីក្រលំបាកដល់ផលនេះយើងបានទៅកើតជាព្រះឥន្ទដូច្នេះយើងមានចិត្តនឹកមកដល់ព្រះកម្ពុជាណាស់ប្រទេសកម្ពុជាណាស់ព្រោះប្រទេសទៅនឹងការថ្មីហើយតាំងពីពេលនោះមកដល់ឥឡូវនេះគ្មានមនុស្សខ្លាំងប្រកែកណាមកក្នុងប្រទេសនេះសោះដូច្នេះយើងនឹងជួយឲ្យឯងបានសប្បាយហើយឯងមានអាយុវែងផងទោះបើមនុស្សលោកសម័យនេះមានអាយុខ្លីណាស់កម្រមាននរណាអាយុ100ឡើយយើងនាំឯងទៅក្នុងប្រាសាទយើងហើយឯងចង់មួយទឹកក្នុងអាងវាបានអាយុវែងព្រះឥន្ទក៏លើកព្រះកេតុមាលាហោះទៅកាន់ឋានទេវតានៅក្នុងសួនច្បារនៃព្រះឥន្ទមានអាងទឹកមួយព្រះឥន្ទក៏យកព្រះកេតុមាលាឲ្យមួយទឹកក្នុងអាងនោះមួយថ្ងៃ7 ដងលុះតាតែគត់7 ថ្ងៃបន្ទាប់មកព្រះឥន្ទក៏នាំព្រះកេតុមាលាចូលទៅក្នុងប្រាសាទព្រះអង្គរួចព្រះឥន្ទអញ្ជើញទេវតាជាព្រាហ្មណ៍7 នាក់ឲ្យមកសូត្រសែនមន្តគាថានិងប្រោះព្រំទឹកលើព្រះកេតុមាលាដើម្បីឲ្យបានអាយុជាង100 ឆ្នាំការបបពិធីនេះបានចប់សពគ្រប់អស់ហើយព្រះឥន្ទក៏ទ្រង់ប្រកបឲ្យកេតមបរិយរត់បញ្ជិះព្រះកេតុមាលាហោះព័ទ្ធជុំវិញប្រាសាទព្រះអង្គដើម្បីឲ្យព្រះកេតុមាលាអាចមើលឃើញលំអប្រាសាទសពគ្រប់អស់កាលណាព្រះកេតុមាលាបានសង្កេតមើលប្រាសាទព្រះឥន្ទសពគ្រប់អស់ហើយនាយសាថីនាំព្រះកេតុមាលាទៅមើលក្រៅគោស្រួលទៀតព្រះឥន្ទក៏សួរទៅព្រះកេតុមាលាថាអ្នកពេញចិត្តនឹងអ្វីដែលអ្នកបានឃើញទេព្រះកេតុមាលាទូលថាទូបុគ្គលមានសេចក្តីស្ញប់ស្ញែងណាស់ព្រះអង្គមានបន្ទូលថាដូច្នេះយើងបុគ្គលអាណាចក្រកម្ពុជានេះឲ្យឯងហើយតើបើឯងពេញចិត្តនឹងប្រាសាទណាមួយដែលឯងបានឃើញហើយចង់សង់ប្រាសាទមួយនៅប្រទេសកម្ពុជាឲ្យបានល្អចុះឯងគាត់ទៅនឹកក្នុងចិត្តទៅយើងនឹងបញ្ជូនស្ថាបនិកម្នាក់ឲ្យទៅសាងសង់ក្នុងប្រទេសឯងមួយរំពេចព្រះកេតុមាលាពេញចិត្តប្រាសាទមួយដែលលម្អអស្ចារ្យគឺក្រោលគោព្រះឥន្ទក៏ទ្រង់ព្រះសម្រួលថាក្រោលគោនេះជារបស់ល្អចំពោះភ្នែកចៅឯងហើយទ្រង់មានព្រះបន្ទូលទៅកាន់ព្រះពិស្ណុកាចៅឯងជាមនុស្សលោកពុំអាចស្ថិតក្នុងឋានលើនេះបានរហូតទេយើងនឹងបញ្ជូនចៅឯងទៅប្រទេសកម្ពុជាហើយទៅសង់ប្រាសាទឲ្យព្រះរាជបុត្រយើងមួយឲ្យមានសភនភាពល្អជាងក្រោលគោយើងកាលណាចៅឯងសង់រួចស្រេចហើយយើងនឹងចូលទៅធ្វើជាអធិបតីក្នុងពិធីរៀបចំអភិសេកព្រះរាជបុត្រយើងឲ្យឡើងសោយរាជ្យកាលបើព្រះពិស្ណុកាបានពិនិត្យមើលក្រោលគោព្រះឥន្ទសពគ្រប់ហើយព្រះអង្គក៏ទ្រង់មានព្រះរាជបញ្ជាឲ្យរៀបចំត្រឹមព្រះរាជរថព្រះអង្គបញ្ជិះព្រះកេតុមាលានិងព្រះពិស្ណុកាចូលមកកាន់ផែនដីគ្រប់ត្រង់ប្រទេសកម្ពុជាព្រះពិស្ណុកាក៏ចាប់ផ្ដើមសង់ប្រាសាទភ្លាមនៅពុទ្ធសករាជ620លោកបានបង្គាប់ឲ្យជីកស្នាមភ្លោះយកអាចដីចាក់គោលើគ្នាយ៉ាងខ្ពស់តើព្រះពិស្ណុកាយករូបចម្លាក់ផ្សេងទៅផ្ដិតលើដីនោះគ្រប់ទីទាំងអស់ការសង់ប្រាសាទព្រះពិស្ណុកាអត់ចាំបាច់ចង់រន្ទាដាំសសរមួយដូចយើងទេគឺព្រះអង្គយកដើមមកគោសង់ជាប្រាសាទ5ជាន់តែម្ដងទៅយកថ្នាំលាយទៅលាបលើតួប្រាសាទដីទាំងមូលប្រាសាទក៏ខ្លាចជាថ្មអាស្រ័យហេតុនេះហើយបានជាយើងឃើញត្រង់វងកង់នៃដំបូលប្រាសាទឥតមានរន្ទួតឬសសរទ្រពីក្រោមលុះការស្ថាបនាបានរួចស្រេចកាលណាព្រះពិស្ណុកាក៏លាបថ្នាំលើរូបចម្លាក់នោះតម្រូវឲ្យលាបពណ៌ផ្សេងធ្វើឲ្យប្រាសាទមានលម្អយ៉ាងត្រចះត្រចង់គឺល្អដូចជាក្រោលគោព្រះឥន្ទព្រះកេតុមាលាពេញចិត្តនឹងប្រាសាទនេះណាស់បានពោលសរសើរព្រះពិស្ណុកាជាច្រើនហើយសូមឲ្យព្រះពិស្ណុកាសង់ប្រាសាទឯទៀតជាច្រើនដែលមានរូបចម្លាក់យ៉ាងឆើតឆាយព្រះឥន្ទាធិរាជដែលមានពួកទេវតាជាច្រើនតាមដង្ហែបានយើងចុះមកក្រោមព្រះប្រសិទ្ធពរអភិសេកព្រះរាជបុត្រព្រះអង្គហើយព្រះអង្គក៏បានថ្វាយព្រះនាមថាអរិទ្ធពលពាហទានព្រះកេតុមាលាដោយទ្រង់ហៅប្រទេសខ្មែរថាយើងថាកម្ពុជាដូចសពថ្ងៃនេះដកស្រង់ចេញពីប្រជុំរឿងព្រះខែភាគ5ជាចុងក្រោយខ្ញុំសូមអរគុណលោកគ្រូនិងមិត្តភ័ក្តិអរគ្នាដែលបានចូលរួមស្ដាប់ខ្ញុំអានមេរៀននេះអស់ជាង15នាទី
ចុងក្រោយសូមអរគុណលោកគ្រូនិងមិត្តភ័ក្តិទាំងអស់គ្នា